រឿងភិក្ខុជាញាតិនឹងប្រែតទោសបាណាតិបាតនិងទោសនៃសេចក្តីកំណាញ់កាលកន្លងទៅហើយក្នុងក្រុងពារាណសីមានព្រះរាជាមួយព្រះអង្គព្រះនាមកិត្តវាស័កសោយរាជ្យក្នុងនគរនោះមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមទុក្ខកុមារព្រះរាជបុត្រអង្គនេះបានមើលងាយព្រះបច្ចេកពុទ្ធមួយព្រះអង្គដោយប្រកាន់មេនះឲ្យព្រះបច្ចេកពុទ្ធថ្វាយបង្គំខ្លួនក៏លោតចុះពីខ្នងដំរីកញ្ឆក់យកបាតពីព្រះបច្ចេកពុទ្ធដែលកំពុងបណ្ឌបាតបោកបំបែកជន់កំទេចចោលធ្វើឲ្យលោកអត់ចង្ហាន់ព្រះបច្ចេកពុទ្ធក៏និមន្តទៅកាន់ញោមភ្នំនន្ធមូវិញរឿងនេះសង្ខេបតែប៉ុណ្ណេះដល់ព្រះរាជបុត្រនោះសោយទីវង្គតទៅកើតនៅក្នុងអវិជ័យមហានរកអស់ 84000 ឆ្នាំដល់អស់ផលកម្មមកកើតជាប្រែតអត់ឃ្លានដល់មកពុទ្ធកាលនេះបានមកកើតនាត្រកូលអ្នកនេសាទម្នាក់នៅក្នុងអាណាខេត្តក្រុងសាវត្ថីឈ្មោះហិរិកកុមារជាបុគ្គលរលឹកជាតិបានកុមារនេះតាំងពីធំនឹងក្តីកាលណារលឹកឃើញសេចក្តីទុក្ខដែលខ្លួនបានទៅកើតនៅក្នុងនរកប្រែតក៏កើតសេចក្តីខ្លាចបាបជាទីបំផុតក្នុងគ្រួសារហិរិកកុមារមានមុខរបរតែមួយគត់គឺមុខរបរនេសាទត្រីរាល់តែថ្ងៃមាតាបិតានិងបងនាំកុមារទៅដាក់លបដាក់លាជចងសន្ទូចបងសំណាញ់ជាដើមកុមារចេះតែហែកលបលាជចាប់ត្រីរស់បោះចូលទៅក្នុងទឹកហើយចេះតែនិយាយថាបាបទោះបីមាតាបិតាបងជាស្ដីវាដូចម្ដេចក៏នៅតែធ្វើដូច្នេះទៀតបើទុកឲ្យនៅផ្ទះរួចដបលបលាជចោលអស់មាតាបិតាខឹងខ្លាំងក៏បណ្ដេញចេញអំពីផ្ទះឈប់ឲ្យនៅជាមួយកុមារក៏ចុះពីផ្ទះដើរទៅតាមផ្លូវបងប្រុសមានសេចក្តីអាណិតយំសោកអង្វរមាតាបិតាឲ្យហៅមកវិញតែមាតាបិតាមិនព្រមលុះកុមារដើរឆ្ងាយពីភូមិទៅបានជួបនឹងព្រះអានន្ទកំពុងនិមន្តបិណ្ឌបាតក៏ចេះតែដើរតាមលោកដរាបដល់វត្តលោកសួរដឹងថាមាតាបិតាលះបង់ចោលហើយក៏បំបួសជាសាមណេរតាមសេចក្តីសមរបស់កុមារនោះដល់បួសហើយទៅបិណ្ឌបាតមិនបានសោះដោយផលបាបការកើតជាទុក្ខកុមារវាយបំបែកបាតព្រះបច្ចេកពុទ្ធនោះឯងថ្ងៃមួយព្រះអានន្ទនាំទៅថ្វាយបង្គំព្រះសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបកម្មពៀហើយត្រាស់ប្រាប់ឲ្យដងទឹកប្រគេនភិក្ខុសង្ឃឆាន់ស្រង់រាល់ថ្ងៃពួកភិក្ខុមានសេចក្តីអាណិតក៏ឲ្យបាយទឹកនំចំណីពីពេលនោះមកដល់អាយុ20ឆ្នាំព្រះអានន្ទឲ្យឧបសម្បទាជាភិក្ខុមិនយូរប៉ុន្មានក៏បានសម្រេចអរហត្តផលជាព្រះអរហន្តមួយអង្គក្នុងលោកកាលជាខាងក្រោយមកលោកបាននាំភិក្ខុ12រូបទៅធ្វើសមណធម៌នៅលើកំពូលភ្នំសានុវាសីឯមាតាបិតាបងប្អូនគ្រួសាររបស់លោកអស់អាយុទៅកើតជាប្រែតអត់ឃ្លាននៅចន្លោះភ្នំនោះមានមាត់តូចប៉ុនក្តិតម្ជុលកើតដំបៅស្អុយរលួយពេញមាត់មានសេចក្តីស្រេកឃ្លានខ្លាំងផឹកទឹកស៊ីបាយមិនកើតដោយអំណាចទោសបាណាតិបាតនិងសេចក្តីកំណាញ់មិនដែលធ្វើបន់ទានពួកប្រែទាំងនោះដឹងថាហិរិកភិក្ខុនៅលើកំពូលភ្នំសានុវាសីនោះត្រូវជាកូនជាប្អូនជាបងរបស់ខ្លួនពីជាតិមុនដល់វេលាលោកនិមន្តចុះទៅបិណ្ឌបាតក៏ទៅឈរបង្ហាញខ្លួនដល់លោកប៉ុន្តែផលកម្មដែលបណ្ដេញលោកមិនឲ្យនៅជាមួយកាលលោកនៅជាកុមារនោះបណ្ដាបិទបាំងមិនឲ្យលោកឃើញឬគិតនឹកឃើញដល់ឡើយថ្ងៃមួយប្រែតជាបងប្រុសដែលយំសោកអង្វរមាតាបិតាដែលមាតាបិតាបណ្ដេញលោកត្រូវបានជួបនឹងលោកហើយយំសោករៀបរាប់ប្រាប់ថាមាតាបិតាគ្រួសារទាំងអស់ទៅកើតជាប្រែតអត់ឃ្លានវេទនាណាស់មានមាត់តូចប៉ុនក្តិតម្ជុលលោកឮដូច្នេះហើយមានសេចក្តីសង្វេគអាណិតអាសូរពន់ពេកទើបលោកធ្វើទានចំពោះសង្ឃឧទ្ទិសផលឲ្យដល់ប្រែតទាំងនោះផលនោះក៏បានតែប្រែជាបងប្រុសតែប៉ុណ្ណោះ
ដល់ពេលខាងក្រោយមកទើបបានដល់ប្រែជាមេដាបិតានិងប្រែជាញាតិដទៃទៀតប្រែទាំងអស់នោះក៏បានคล้ายខ្លួនជារុក្ខទេវតាក្នុងពេលនោះទៅហោងដោយអំណាចទានដែលហេរេភិក្ខុជាព្រះអរហន្តលោកឧទ្ទិសឲ្យហេរេភិក្ខុនិងភិក្ខុ12អង្គនាំគ្នាទៅក្រាបទូលព្រះដ៏មានព្រះភិក្ខអំពីរឿងប្រែតនោះព្រះមានព្រះភិក្ខទ្រង់ប្រជុំបរិស័ទហើយសម្ដែងធម៌ទេសនាប្រារព្ធរឿងប្រែតនោះដល់ទីបំផុតទ្រង់ប្រកាសអរិយសច្ចៈ4ប្រការមនុស្សនិងទេវតាទាំងឡាយបានស្ដាប់ក៏បានសម្រេចមគ្គផលតាមនិស្ស័យរៀងៗខ្លួន